ផឹកស្រាដែលស្ងៀមស្ងាត់ជួបនាងទៀតហើយខ្ញុំប្រាប់លោកណាលោកបានជួបខ្ញុំពិតជាសំណាងល្អហើយសំណាងល្អលោកធ្លាប់បានឃើញសម្បត្តិមានត្រាថាវ៉ាទេហ៎សម្បត្តិអីសម្បត្តិថាវ៉ាឲ្យមកខ្ញុំណាមិនទាន់ជួបសំណាងល្អទេនេះមានន័យថាម៉េចសំបីក្នុងនោះគឺស្អីលោកមើលមិនយល់ទេនេះគឺរបងមែនទេចំហៀងមានសត្វអង្គុយមួយចង់ឲ្យលោកទៅជួយមនុស្សម្នាក់នៅក្នុងគុកតែក្រោយមកខ្ញុំដូចជាមើលទៅមិនមែនមនុស្សខ្ញុំជឿថាមិនដឹងថាមានអីតាក់ទងជាមួយចៅតែមួយទេកន្លែងដែលមានរបងនោះគឺក្នុងគុកនោះមិនប្រកាសទេអេមែនទេចំហៀងសាលាស្រុកគឺមានរបងដែរតាសាលាស្រុកនោះមានរបងមកពីណាមកមានគឺអត់ទេសាលាស្រុកខាងនោះមានណាអត់ទេនៅចំហៀងគឺមានខ្ញុំមិនជឿទេមិនជឿទៅមើលទៅប៉ុន្មាននេះនឹងចេញទៅមើលទៅខ្ញុំទៅមើលសិនគឺនៅចំហៀងណែណា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 មកហូបមកហើយមានណែណាចង្យៀនលោកមិនមែនជាមនុស្សទេដល់ទៅក៏ចង់ថ្ងៃនេះលោកលេងអុកអារម្មណ៍មិននឹងសោះព្រលឹងមិនជាប់ខ្លួនចោលទាំង8ធ្វើឲ្យលោកភ័យខ្លាំងណាអូយ៉ាលោកមហាស្លឹកមិនទាន់ដឹងទេអូចាប់តាំងពីឃ្លាំងប្រាក់មានរឿងចង្រៃកើតឡើងមកគួយគាត់ជុំខ្ញុំមិនដែលបានគេងលក់ស្រួលទេរាល់តែយប់ត្រូវទៅឃ្លាំងប្រាក់ពិនិត្យមើលម្ដងហើយម្ដងទៀតបើមិនចឹងទេច្បាស់ជាដេកយល់សពអាក្រក់ខ្មោចលងហើយខ្ញុំឲ្យលោកបលែងត្រី5កន្ទុយនោះបលែងឲ្យខ្ញុំឲ្យនៅអេណាយល់លោកមហាស្លឹកលោកត្រូវទៅជួយខ្ញុំណាអូនខ្ញុំបាក់ខ្ចីប្រាក់50,000ដំឡឹងពីឃ្លាំងប្រាក់នោះមិនអាចមិនគួរទេលោកដឹងហើយកែប្រាក់ដែលនៅក្នុងឃ្លាំងប្រាក់អស់នោះជាងពាក់កណ្ដាលសុទ្ធទៅទេរងចាំលោកមហាស្លឹកសងប្រាក់អស់នោះវិញហូចបើថ្ងៃណាមួយនៅព្រះអង្គយាងទៅឃ្លាំងប្រាក់ពិនិត្យទៀតឲ្យបើកេះទាំងអស់នោះទាំងអស់មើលមិនឃើញប្រាក់ទាំងអស់នោះលោកមហាស្លឹកអើយក្បាលខ្ញុំរក្សាមិនបានទៀតទេខ្ញុំបានខ្ចីប្រាក់ពីលោក50,000ដំណឹងនោះឥឡូវយកមកជួសជុលសំណាក់ខ្ញុំចង់រៀបចំសំណាក់មួយក្រោយពីខ្ញុំស្លាប់ហើយនោះមានកន្លែងមួយគេងលក់យ៉ាងស្រួលនេះជារឿងដែលមួយជីវិតខ្ញុំចង់បានពីបាក់ណាឥឡូវកំពុងតែរៀបចំលោកក៏ខំជើងខោខ្ញុំទៀតហើយណែអីខ្ញុំថាក៏ចង់នេះលោកគ្មានខួរក្បាលគ្មានទឹកចិត្តបែបនេះមែនទេលោកឲ្យខ្ញុំថាលោកយ៉ាងម៉េចទៅបើលោកធ្វើការមិនម៉ត់ចត់បែបនេះអាយលោកមហាស្លឹកព្រះអង្គឥឡូវកំពុងតែស្រាវជ្រាវប្រាក់ពុនដីនិងប្រាក់ផ្សេងដែលមិនទាន់បញ្ចូលឃ្លាំងហើយបានចាត់មន្ត្រីត្រួតពិនិត្យទាំងអស់7-8នាក់ហើយណៃពុនគ្រប់ស្រុកគ្រប់ខែនោះក៏មានមន្ត្រីចាត់តាំងដោយផ្ទាល់របស់ចាងសឺអ៊ុយតាមត្រួតពិនិត្យបញ្ជីពុនគ្រប់ផ្នែកតាមស្ថានភាពមិនសូវល្អទេវាដូចជាមិនមែនជាការលេងសើចបើពិតជាស៊ើបដឹងរឿងមួយណាមហាស្លឹករឿងរបស់លោកត្រូវពឹងលើឃ្លាំងប្រាក់ជួយដោះស្រាយលោកហើយបើប្រាក់50,000ដំឡឹងនេះយកមកវិញមិនទាន់ពេលអាចបន្លំប្រទេសរបស់ព្រះអង្គបានទេ
រឿងនឹងពិបាកនិយាយហើយ លោកឆ្នាំជូតមែនទេ ទេគឺឆ្នាំឆ្លឹក ហើយមើលលោកណោស្នែងគោស្រួចមែនទេ ណាអើយ រាជការគ្រប់ចំនួនប្រាក់នៅក្នុងឃ្លាំងប្រាក់មិនខ្លាចអត់គឺខ្លាចតែធាត់មិនចឹងហ៎ ណា នោះចង់និយាយថាប្រាក់វាអត់ទៅហើយពួកយើងនេះអាចរកមធ្យោបាយបញ្ចូលប្រាក់នេះបើធាត់ច្រើនហើយគ្មានកន្លែងដាក់នោះគឺពិតជាមានរឿងហើយសសរក្នុងឃ្លាំងប្រាក់របស់លោកមិនត្រូវឲ្យគេដោតជាប់រួមកង្ងានមួយតើវាពិតមែនទេលោក ណាយ លោកកុំខ្លាចអីចាំថ្ងៃណាខ្ញុំសប្បាយចិត្តខ្ញុំឲ្យដំឡូងដំណាក់ខាងកើតបញ្ជូនប្រាក់ទៅឲ្យលោកចុះ យ៉ាតកោគួរខ្ញុំរងចាំលោកមហាស្លឹកតែពាក្យមួយម៉ាត់នេះទេ ខ្ញុំហៅលោកមកក៏ចង់សួរពាក្យមួយម៉ាត់នេះដែរណាអ្នកបំរើ ចា លោកគួយអស់កម្លាំងហើយគ្រាគាត់ទៅកន្លែងងូតទឹកក្លិនក្រអូប7យ៉ាងទៅ ក្លិនក្រអូប7យ៉ាងអីនេះជាកន្លែងលេខ1ក្នុងលោកហើយ ងូតទឹកក្លិនក្រអូប7យ៉ាងរួចហើយនោះដេកលក់នឹងយល់សពល្អដល់ទៅ7ដងថែមទៀតណា អូ ទៅបំរើគាត់ទៅ ចា អើយ មកអាយលោកចាស្រួលខ្លួនទេលោកម្ចាស់ អី បជាទេ ស្រួលខ្លួនណាស់លោកអើយអូក្លិនក្រអូបទាំង7ឬមហាស្លឹកថារាល់ថ្ងៃត្រឹមនឹងទឹកក្លិនក្រអូបបែបនេះមួយដង គេពិតជាមិនចាញ់ទេវតាទេពិតជាប្រសើរណាស់ល្អមែន អីយ៉ាលោកម្ចាស់លោកម្ចាស់ត្រឡប់មកវិញហើយលោកម្ចាស់អីមួយតិចប្រយ័ត្នលាក់លោកម្ចាស់តិចណាស់តិចសំជួយលោកម្ចាស់បាទជួយបាទហើយនេះមេកាបាទថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ខ្ញុំភើរៀបចំហូបឆ្ងាញ់នឹងស្រាមកតុកទៅបាទហៅលោកស្រីទី3លោកស្រីទី5ទី8មកទាំងអស់ម្ដងខ្ញុំផឹកស្រាតិចប្រយ័ត្នលោកម្ចាស់ សុំជើញបាទសុំជើញប្រយ័ត្នមួយលោកម្ចាស់លោកម្ចាស់រមើលស្អីនឹងពីកាយប័ត្រមកស្លឹកដែលលោកមហាស្លឹកហ្វុងជ័យឃ្លាំងប្រាក់50,000ដំឡឹងនោះខ្ញុំដាក់ជាប់ខ្លួនរហូតដូចជាអាយុជីវិតគ្រួសារខ្ញុំទាំងមូលខ្ញុំមិនដែលយកចេញពីខ្លួនទេអត់មិនក៏រកមកឃើញអញ្ចឹងអាចជួយរកមកជួយរកខ្ញុំទីមើលចាំលោកម្ចាស់រកស្រួលមូលទៅជួយរកខ្ញុំជួយរកដែរឆៃកន្លែងដាក់ញ៉ាំបាក់កន្លែងនេះទៀតមកក្រដូលដល់ក្រោមអាយយមានកាយប័ត្រទៅលោកម្ចាស់ប្រាក់50,000ដំឡឹងនេះបើសិនជាបាត់ណាជីវិតគួរចង់ខ្ញុំចង់អើយមិនហើយលោកម្ចាស់ណាលោកម្ចាស់ទើបតែមកពីដំណាក់ខាងលោកហ្វុកមិនដែរទីលោកម្ចាស់ចាញ់ល្បិចហ្វុងបាវហើយអាយ៉ាលោកម្ចាស់និយាយតាមស្រួលទៅលោកម្ចាស់ចាញ់ល្បិចហ្វុងបាវដោយរបៀបណាទៅម្នាក់អោខ្ញុំងូតទឹកក្លិនក្រអូប7យ៉ាងហើយងូតទឹកខ្ញុំដេកលក់ងូតទឹកគេងូតទឹកដេកលក់អីយ៉ាពិតជាត្រាប់ទឹក
វងវែងស្មារតីអស់ហើយបែរទេហ៎លោកម្ចាស់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 កុំធ្វើបែបនឹងអីលោកម្ចាស់លោកម្ចាស់កុំជុំអីលោកម្ចាស់លោកម្ចាស់យ៉ាងមិនទៅហើយ គួយកចុងអើយគួយកចុងកញ្ជ្រោងកញ្ចាន់នេះគេក៏មានថ្ងៃនេះដែរគឺពិតជាមិនគួរជឿមែនគេក៏គួរតែដឹងថាអាងទឹកខ្ញុំមិននឹងអាចឲ្យគេប្រើដោយងាយងាយទៅទៅ